ដើមឡាយយីលីបានដើរតាមសៀវបាយទៅកាន់ទឹកដីរបស់បូក្លាន់ព្រោះសម្ដេចសង្ឃដឹងពីរបៀបធ្វើឲ្យមីយ៉រស់ឡើងវិញដោយមិននឹកស្មានដល់ត្រឹមតែ2ថ្ងៃបន្ទាប់ពីបានមកដល់ត្រកូលវូតបានវាយប្រហារទៅលើត្រកូលមាសហើយតំបន់នោះក៏ក្លាយជាទន្លេនៃឈាមភ្លាមនៅពេលនេះលីលីបាត់បង់ការគ្រប់គ្រងភ្នែករបស់គាត់បញ្ចេញពន្លឺក្រហមនិងហ៊ុំព័ទ្ធដោយថាមពលបិសាចបន្ទាប់មកពួកគេត្រូវបានយល់ខុសដោយនិកាយសុចរិតហើយត្រូវបានចោទប្រកាន់ថាបានសម្លាប់មនុស្សស្លូតត្រង់ជ្រលងហ្វេកសុំថែមទាំងអំពាវនាវរកយុត្តិធម៌ទោះបីជាលូស៊ូគីខូចចិត្តក៏ដោយក៏នាងគ្មានជម្រើសអ្វីក្រៅតែពីធ្វើសកម្មភាពដែរលើកនេះការប៉ះទង្គិចរវាងអ្នកទាំងពីរខុសពីលើកមុនក្នុងវគ្គចុងក្រោយនេះតារាម៉ូដែលថ្មីរបស់លូស៊ូគីមានសម្រស់ស្រស់ស្អាតខ្ញុំគិតថាក្រុមផ្លូវការបានធ្វើការកែតម្រូវការបង្កើនប្រសិទ្ធភាពមួយចំនួនជាពិសេសរូបរាងដែលមានរបួសក្នុងការប្រយុទ្ធរបស់នាងគឺពិតជាស្រស់ស្អាតដល់កម្រិតថ្មីមុខដ៏ស្រស់ស្អាតរបស់នាងមានស្លាកស្នាមមួយចំនួនហើយភ្នែកដ៏ស្រស់ស្អាតរបស់នាងពោរពេញទៅដោយការតាំងចិត្តទោះបីជាសម្លៀកបំពាក់ពណ៌សរបស់នាងប្រឡាក់ដោយឈាមក៏ដោយក៏វាមិនប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់នាងដែរមានការថតដែលលូស៊ូគីត្រូវបានយីលីចងដោយខ្សែសូត្រពណ៌ក្រហមដោយមានសក់ព្យួរចុះលូស៊ូគីស្រស់ស្អាតរឹងមាំនិងស្ងប់ស្ងាត់កម្រស្រក់ទឹកភ្នែកប៉ុន្តែដោយឃើញយីលីដែលកំពុងខឹងនោះនាងមិនអាចជួយបានឡើយថែមទាំងស្រក់ទឹកភ្នែកយីលីបានចាប់ដាវដ៏មុតរបស់គាត់ហើយទឹកភ្នែកច្បាស់ពីរហូរចេញពីភ្នែកដ៏ស្រស់ស្អាតរបស់លូស៊ូគីយីលីបានរងរបួសហើយបេះដូងរបស់លូស៊ូគីឈឺអ្នកទាំងពីរបានប្រយុទ្ធគ្នាដោយសន្តិវិធីប៉ុន្តែលីស៊ូនបានធ្វើអន្តរាគមន៍ដោយបានវាយប្រហារយីលីជាមួយនឹងអ្នកគ្រប់គ្រងជេតរបស់គាត់និងធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរនេះបណ្ដាលឲ្យគាត់បាត់បង់ស្មារតីទាំងស្រុងសក់របស់គាត់ត្រូវបានខូចហើយគាត់ត្រូវបានបិសាចចូលមុខខណៈដែលគាត់បានវាយប្រហារលូស៊ូគីដែលខូចចិត្តមិនហ៊ានតស៊ូទេរៀបចំទម្លាក់ដាវនៅទីនេះរូបរាងរបួសក្នុងសមរភូមិរបស់នាងក៏រង្គើយ៉ាងខ្លាំងផងដែរនៅពេលដែលលូស៊ូគីបានបិទភ្នែករបស់នាងរងចាំការបញ្ចប់របស់នាងបានរកឃើញថាការឈឺចាប់ដែលរំពឹងទុកមិនទាន់មកដល់ទេវាបានប្រែក្លាយថាយីលីបានដឹងខ្លួនឡើងវិញភ្លាមហើយមិនបានបង្កគ្រោះថ្នាក់ដល់លូស៊ូគីឡើយផ្ទុយទៅវិញគាត់បាននិយាយដោយទុក្ខព្រួយយ៉ាងខ្លាំងថាខ្ញុំសុំទោសមិនមានការវិលត្រឡប់មកវិញទេភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរដែលដើរកាត់នោះពោរពេញដោយបរិយាកាសលូស៊ូគីមិនអាចទប់អារម្មណ៍នាងបានទេហើយក៏ស្រក់ទឹកភ្នែកឡើងវិញប្រហែលជានៅពេលនេះនាងពោរពេញដោយភាពរីករាយសូម្បីតែពួកវិញ្ញាណកំណាចក៏នឹងមានភាពស្ងប់ស្ងាត់ឡើងវិញដែរលីលីពិតជាស្រឡាញ់លូស៊ូគីសូម្បីតែ CIO 3ក៏មិនអាចជួយសរសើរនាងបានដែរ CIO 3បានចាប់យីលីដែលរបួសធ្ងន់និងសន្លប់ហើយក្រឡេកមើលទៅលូស៊ូគីម្តងទៀតសូម្បីតែនាងក៏មិនអាចសរសើរនាងថាមានសម្រស់មិនចាញ់គេដែរ
មិននឹកស្មានថាមនុស្សប្រុសឆ្កួតនឹងនាង CIO 3 គឺជាកញ្ជ្រោងសេឡេសកន្ទុយ9 ដែលបានរស់នៅរាប់ពាន់ឆ្នាំ ការដែលនាងអាចផ្ដល់ការសរសើរខ្ពស់បែបនេះមានន័យថាសម្រស់របស់លោកស៊ូគីបានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងវគ្គចុងក្រោយនៃស៊ូអេឈៀនរដូវកាលទី 2 ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងឌីលីនិងលោកស៊ូគីពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ការបង្ហាញម៉ូដដែលខូចខាតក្នុងសមរភូមិរបស់លោកស៊ូគី បានឈានដល់កម្ពស់ថ្មីនៃសម្រស់